បទានុក្រមរៀនពាក្យនិងអត្ថន័យរបស់ពាក្យតោតោនឹងពោតបតបជើងវស្មើនឹងជើងពោពៈតបពៈសនឹងមោសំជើងផោអ៊ីភារអៈរៈសំភារៈចឹងអានេះគឺស្រៈនេះប្រកបជាមួយនឹងជញ្ញៈពួកអរអៈរៈបើជាជញ្ញៈពួកអវិញគឺអស្រៈពួកអស្រៈសំឡេងវាគឺអពួកអសំឡេងអស្រៈពេលខ្លះបងប្អូនខ្លះគាត់ច្រឡំស្រៈហើយនឹងស្រៈពេលខ្លះសរសេរស្រៈទៅជាដំមល់មូលគឺស្រៈចឹងវាខុសគ្នាមួយស្រៈអានេះគឺស្រៈចុច2ទៅពេលស្រៈគឺមូល2ចឹងពាក្យនេះអានថាតពៈសម្ភារៈតពៈសម្ភារៈថ្នាក់ពាក្យជានាមតើតពៈសម្ភារៈមានន័យដូចម្ដេចតពៈសម្ភារៈតសញ្យោគនឹងបតបពោអៈពៈតពៈសសញ្យោគនឹងមោសំផោអ៊ីភារអៈរៈសម្ភារៈតពៈសម្ភារៈឬចុចនេះគឺតពៈសម្ភារនេះគឺយើងលុបស្រៈចេញគឺសម្ភារតពៈសម្ភារថ្នាក់ពាក្យជានាមមានន័យថាគ្រឿងប្រុងគឺគ្រឿងប្រដាប់សម្រាប់ផ្គុំសម្រាប់ផ្សំដំឡើងដូចយ៉ាងគ្រឿងគេហដ្ឋានគ្រឿងប្រុងគឺគ្រឿងប្រដាប់សម្រាប់ផ្គុំសម្រាប់ផ្សំដំឡើងដូចយ៉ាងគ្រឿងគេហដ្ឋាននិងគ្រឿងរទិះជាដើមឧទាហរណ៍មុននឹងសង់គេហដ្ឋានគប្បីរកតពៈសម្ភារៈឲ្យបានសព្វគ្រប់សិនមុននឹងសង់គេហដ្ឋានគប្បីរកតពៈសម្ភារៈឲ្យបានសព្វគ្រប់សិន